ជ្រាបសួរដល់ពុកម៉ែសេមសាយទាំងម៉ាត់គ្នាទាំងនេះគឺសេមសាយបានណាក់ក៏នាំគ្នាជួបពាក្យសម្លៀកបំពាក់ដើម្បីជាស្រែជាស្រ័យជារឹសចន្ទីដោយសារតក់ថ្ងៃចូលឆ្នាំហើយក៏មកកើតកាក់ចាយក៏នាំគ្នាជារឹសដើម្បីបឿនកាក់ងឹតគួចបឿនកាក់ងឹតយកអែលយកទៅចាយតក់ចូលឆ្នាំហើយបានណាក់អេងក៏នាំគ្នាយកកត្រូយកដល់ដាក់ឬម៉ូតូហើយនាំគ្នាជិះទៅហើយចទីហ្នឹងក៏មកកើតកលឹងអង្គិតមួយហើយតែបើយើងមកកើតកាក់ចាយហើយក៏យើងនាំគ្នាទៅសំក្រែងបិនបន្តិចអង្គិតដើម្បីអេជាចាយជាវ៉នដជាបនវ៉នដហើយបន្ទាប់មកក៏យើងនាំគ្នាជិះម៉ូតូដល់ជិះដល់ស្រែហើយស្រែខាងប្អូនហើយដោយសារតែនៅខ្ញុំលក្ខណៈយើងចេះជាភាសាគួយខ្លះខ្លះខ្មែរខ្លះខ្លះខ្ញុំអត់សូវចេះដែរគឺយើងចេះបែបប្រកបខើហើយបន្ទាប់ពីយើងរៀបចំខ្លួនអស់ហើយក៏យើងចាប់ផ្ដើមជិះម៉ូតូមកមើលឆ្ការបស់យើងគឺម្ដងឆ្កាហ្នឹងគឺជិះពីរនាក់ហ្នឹងក៏ឃើញគឺទៅឆៃដោយសារតែផ្លូវរៀងពិបាកដែរហើយស្រែគឺឃើញថាដីចកាដីស្រែហ្នឹងគឺច្រើនដែរប៉ុន្តែយើងដំណាំផលដំណាំហ្នឹងគឺធ្វើរួចអស់ហើយទៅឡូងក៏អត់ទាន់ដាំទេដោយសារអត់ទាន់ធ្លាក់ភ្លៀងតទៅប្រហែលចូលឆ្នាំរួចធ្លាក់ភ្លៀងធ្លាក់អីទៅបានយើងចាប់ផ្ដើមរៀបចំដាំដឡូងហើយបន្ទាប់មកក៏យើងចាប់ផ្ដើមជិះម៉ូតូមកដល់ខ្ទមហ្នឹងគឺខ្ទមអ៊ំទេមិនមែនខ្ទមខ្ញុំទេសារតែខ្ទមខ្ញុំគឺអត់ទៅបានធ្វើទេយើងទុកម៉ូតូនឹងជិតខ្ទមអ៊ំហើយចាំទៅរើសចទីនៅម្ខាងនៅចកាម្ខាងទៅវិសាជាប់គ្នាទៅកន្លែងណាដែលទុកស្រួលគឺយើងទុកម៉ូតូនឹងទៅរៀងម្លប់ជាងហើយយើងរៀបចំក្បាច់ក្បូរតិចតួចទៅហើយមិនទៅរើសចទីហើយថតមកមុខមិនស្អាតទេប៉ុន្តែចិត្តថតទៅហើយបន្ទាប់ពីយើងបដោតទុកម៉ូតូទឹកអីរៀបចំបាយទឹកអស់ហើយគឺយើងចាប់ផ្ដើមដើរទៅរើសចន្ទីរបស់យើងហ្នឹងហើយចន្ទីហ្នឹងក៏មានច្រើនតែចន្ទីតិចតួចហើយចំពោះចន្ទីហ្នឹងដែរគឺភាគច្រើនចន្ទីស្រែបើចន្ទីពូជហ្នឹងអត់សូវមានទេដោយសារទៅតែដាំដែរគឺមានតិចតួចហើយយើងចាប់ផ្ដើមមករើសចន្ទីហ្នឹងគឺពូជខ្លះហើយជាមួយនឹងគុណបើហ្នឹងគឺសកម្មភាពហ្នឹងក៏យើងចាប់ផ្ដើមរើសពីថ្ងៃហើយដោយសារពេលព្រឹកបានថតតែគឺរើសពីថ្ងៃអីរើសបានតិចមួយនឹងមិនបានពេលផងបានបាវផងគឺបានតិចតួចហើយរើសពីអ្នកហ្នឹងសកម្មភាពតិចតួចហើយខ្ញុំហ្នឹងគឺរើសថតដោយសារអត់មានអ្នកថតឲ្យទៅថតបើឯងក៏អើយមើលទៅសកម្មភាពខ្លួនឯងចង់ទៅសើចទេកាន់តែមើលកាន់ចង់សើចហើយអោលយទៀតមើលអោតែមកយើងចាប់ផ្ដើមមើលចន្ទីបានហើយយើងចាប់ផ្ដើមយកចន្ទីរបស់យើងមកច្រកដាក់ក្នុងបាវដើម្បីដឹកយកទៅផ្ទះព្រោះអីអស់ហើយចន្ទីតិចមួយទៅអត់បានកន្លះបាវទេគឺតិចមួយបាន10គីឡូបាន10គីឡូជាងបាន20គីឡូតែដឹងនេះហើយពីរនាក់ហ្នឹងរើសបានតិចមួយហើយបើចំពោះពុកម្ដាយរបស់យើងហ្នឹងគឺគាត់ទៅផ្ទះអស់ហើយគិតមកសែនចកាហើយយើងរើសចន្ទីហ្នឹងយកលុយទុកចាយចូលឆ្នាំប៉ុន្តែអូគាត់សេតចការួចហើយយើងហូបបាជ្រូកបាល់អីអស់ហើយក៏ទៅផ្ទះហើយយើងរើសចន្ទីបង្ហាយជិះម៉ូតូទៅផ្ទះតាមក្រោយពួកគាត់ហើយចន្ទីហ្នឹងគឺបានប៉ុណ្ណឹងឯងអត់មានអីច្រើនទេទុក